នៅពេលដែលអ្នកទាំងអស់គ្នាធ្វើអាជីវកម្មប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកជោគជ័យគឺអ្នកត្រូវតែយកចិត្តទុកដាក់លើដៃគូនេះគឺជាទស្សនៈដែលមាននិរន្តរភាពសម្រាប់អាជីវកម្មរបស់អ្នកខ្ញុំមានមិត្តម្នាក់ដែលធ្វើការជាដុកទ័រនៅក្នុងមន្ទីរពេទ្យគាត់បានប្រាប់ខ្ញុំថាយ៉ាងយូរ1ឆ្នាំបើលឿនបានតែ3ខែទេពេលនោះខ្ញុំមានជំងឺគ្រុនថ្លើមដោយសារតែរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃហើយខ្ញុំក៏បានទទួលទានថ្នាំដែរតែប្រហែលជាថ្នាំមិនមានប្រសិទ្ធភាពឬអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតច្រើនហើយបើលឿនរស់បានតែ3ខែប៉ុណ្ណោះពេលនោះខ្ញុំក៏ចាប់ផ្ដើមគិតថាតើខ្ញុំត្រូវធ្វើយ៉ាងណាបន្តទៀតទៅក៏ប៉ុន្តែខ្ញុំមិនមានការភ័យខ្លាចចំពោះការស្លាប់នោះទេព្រោះខ្ញុំយល់ថាមនុស្សគ្រប់រូបមិនអាចគេចផុតពីក្តីស្លាប់បានទេហើយខ្ញុំក៏ចាប់ផ្ដើមត្រៀមខ្លួនដោយបានទទួលជឿលើព្រះហើយក៏បានទទួលយកព្រះយេស៊ូវគ្រីស្ទជាអង្គសង្គ្រោះនៃខ្ញុំដូចនេះហើយខ្ញុំមិនមានបញ្ហាអ្វីទៀតនោះទេចំពោះការស្លាប់ប៉ុន្តែខ្ញុំមានការព្រួយបារម្ភពេលដែលខ្ញុំស្លាប់ទៅហើយនោះបានជួបមុខព្រះជាម្ចាស់ពេលដែលចូលដល់កន្លែងជំនុំជម្រះនៃអង្គព្រះជាម្ចាស់ហើយពេលទ្រង់សួរថាតើឯងបានខំប្រឹងរស់នៅយ៉ាងល្អទេនៅលើផែនដីចំណាយរបស់ខ្ញុំគឺមានតែពីរទេមួយគឺជាបាវបម្រើដល់ខ្ជិលពីរគឺជាបាវបម្រើដល់ស្មោះត្រង់និងសុចរិតតែខ្ញុំប្រហែលជាស្ថិតនៅក្នុងចម្លើយលេខ2បើខ្ញុំមិនចង់ទទួលសេចក្តីជំនុំជម្រះគឺខ្ញុំត្រូវតែផ្សាយដំណឹងល្អហើយនៅពេលនោះខ្ញុំមានគេហទំព័រលក់ទំនិញមួយឈ្មោះថា iamkorea.com បន្ទាប់ពីខ្ញុំខ្សែធនខ្ញុំនឹងមានផលិតផលមួយចំនួនដែលលក់មិនទាន់អស់ហើយខ្ញុំក៏គិតថាខ្ញុំត្រូវលក់វានៅខាងក្រៅឲ្យអស់ខ្ញុំលក់វានៅក្នុងតម្លៃធូរថ្លៃហើយផលិតផលទាំងអស់នោះគឺសុទ្ធតែមានគុណភាពល្អហើយមនុស្សជាច្រើនបានចូលមកទិញពេលនោះហើយគឺជាពេលដែលខ្ញុំបានផ្សព្វផ្សាយដំណឹងល្អដល់ពួកគេទាំងឡាយហើយខ្ញុំក៏នៅតែត្រៀមចិត្តសម្រាប់ថ្ងៃស្លាប់របស់ខ្ញុំដូចគ្នាដែរតែចិត្តមួយទៀតខ្ញុំមួយទៀតនោះនៅតែគិតថានៅមានមនុស្សលំបាកជាច្រើនណាស់ដែលនៅជុំវិញខ្លួនខ្ញុំហើយក៏មានអ្នកខ្លះទៀតនោះក៏ត្រូវបានចែកបោកដោយក្រុមទីផ្សារបណ្ដាញជាច្រើនដងផងដែរហើយខ្ញុំក៏ចាប់ផ្ដើមមានគំនិតចង់បង្កើតក្រុមហ៊ុនទីផ្សារបណ្ដាញមួយដ៏ល្អដ៏ត្រឹមត្រូវសម្រាប់ពួកគេហើយចិត្តមួយទៀតនោះគឺថាខ្ញុំចង់ផ្សាយដំណឹងល្អពីព្រោះថាខ្ញុំជិតដល់ពេលស្លាប់ហើយនៅពេលដែលខ្ញុំស្លាប់ទៅគឺថាដំណឹងល្អគឺជាទុនរបស់ខ្ញុំប៉ុន្តែប្រសិនបើខ្ញុំចង់បង្កើតក្រុមហ៊ុនមួយខ្ញុំត្រូវតែមានលុយសម្រាប់ជួលអគារការិយាល័យក៏ប៉ុន្តែពេលនោះខ្ញុំគ្មានលុយមួយរៀលក្នុងខ្លួនសោះព្រោះខ្ញុំលក់ផលិតផលដែលនៅសល់ប្រមាណកេសនោះគ្មានចំណេញអ្វីនោះទេអញ្ចឹងហើយបានតែខ្ញុំមិនមានលុយឯណាដើម្បីជួលការិយាល័យនោះទេប៉ុន្តែអ្នកជំនាញនៅតែលើកទឹកចិត្តខ្ញុំឲ្យបើកក្រុមហ៊ុនហើយខ្ញុំបន្តបញ្ញាចិត្តថាប្រសិនបើខ្ញុំបង្កើតក្រុមហ៊ុនខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពបន្ទាប់មកខ្ញុំក៏សម្រេចចិត្តបើកក្រុមហ៊ុនប៉ុន្តែប្រសិនបើខ្ញុំចង់បង្កើតក្រុមហ៊ុនត្រូវតែមានប្រព័ន្ធគ្រប់គ្រងដ៏ត្រឹមត្រូវមួយជាមុនសិនព្រោះខ្ញុំនឹងបង្កើតក្រុមហ៊ុនដែលច្បាស់លាស់ត្រូវបង្កើតប្រព័ន្ធកម្មវិធីកុំព្យូទ័រប្រព័ន្ធដឹកជញ្ជូនបន្ទាប់មកក៏ត្រូវបង្កើតប្រព័ន្ធគណនេយ្យផងដែរគឺទាំងអស់នេះហើយបច្ចុប្បន្ននេះប្រព័ន្ធទូទាត់កម្រៃជើងសាររបស់យើងគឺត្រូវបានរៀបចំរួចរាល់សពគ្រប់អស់ទៅហើយដែរប៉ុន្តែកាលពីយើងរៀបចំពីលើកដំបូងសូម្បីតែពេលទៅបន្ទប់ទឹកនោះក៏សឹងតែគ្មានផងខ្ញុំបានខំប្រឹងរៀបចំវាមិនបានគេងរយៈពេល2យប់3ថ្ងៃតម្រាំតែយើងអាចបង្កើតប្រព័ន្ធទូទាត់ដ៏ត្រឹមត្រូវមួយដោយសប្តាហ៍ថ្ងៃនេះហើយនៅពេលនោះដែរគឺថាខ្ញុំបានខំប្រឹងប្រែងផ្ដោតជាខ្លាំងហើយនៅពេលបច្ចុប្បន្ននេះយើងមានសមាជិកជាង10លាននាក់នៅលើពិភពលោកនិងមានសាខាក្រៅប្រទេសរហូតដល់27សាខាផងដែរមិនតែប៉ុណ្ណោះបើទោះបីជាចំនួនសរុបមិនបានកើនឡើងដល់2 trillion វ៉ុនក៏យើងមិនផ្លាស់ប្ដូរផែនការទីផ្សារឡើយនេះគឺជាអពុទ្ធហេតុដ៏អស្ចារ្យដូចនេះសូមសាកល្បងជាមួយអាជីវកម្ម Atomy សមាជិកត្រូវតែសាកល្បងក្នុងការដាក់គោលដៅឡើងតំណែងប៉ុន្តែការឡើងតំណែងនេះមិនមែនមានន័យថាជាការយកលុយទៅកាត់ស្តុកនោះទេនៅពេលដែលបានតំណែងដំបូងហើយអ្នកនឹងទទួលបានការអបអរសាទររង្វាន់លើកទឹកចិត្តនិងការលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងបន្តទៀតដើម្បីបន្តតំណែងបន្តទៀតនេះគឺជាដំណាក់កាលនៃការឡើងតំណែងតាមពិតទៅខ្ញុំអាចបង្កើតប្រព័ន្ធឡើងតំណែងមួយដែលមិនចាំបាច់ខ្វល់ពីអ្នកខាងក្រោមបានប៉ុន្តែខ្ញុំមិនបានបង្កើតប្រព័ន្ធបែបនោះឡើយហេតុអ្វីទៅខ្ញុំចង់ឲ្យសមាជិកទាំងអស់ចេះជួយគ្នាគឺចេះជួយអ្នកដែលលំបាកនៅជុំវិញខ្លួននិងចេះចាត់ដៃសមាជិកនៅខាងក្រោមដើម្បីឈានទៅរកចំណុចជោគជ័យរួមគ្នាហេតុដូច្នេះហើយទើបខ្ញុំបានបង្កើតប្រព័ន្ធមួយ
ដែលតម្រូវឲ្យសមាជិកបង្កើតដៃគូពីរសងខាងឲ្យឡើងតំណែងជាមុនសិនទើបខ្លួនអាចឡើងតំណែងបន្តទៀតបានអ្នកដែលខ្វល់ខ្វាយនឹងលុយក្នុងកង់គឺមិនងាយនឹងជោគជ័យនោះទេព្រោះថាពួកគេនេះអាចនឹងគិតថាអ្វីដែលគេនឹងទទួលបានមិនស័ក្តិសមទៅនឹងអ្វីដែលគេខំប្រឹងប្រែងសោះបុគ្គលដែលមានទស្សនៈបែបនេះគឺមិនងាយជោគជ័យនោះទេក៏ប៉ុន្តែប្រសិនបើអ្នកខ្វាយខ្វល់នឹងលុយដែលនៅក្នុងហោប៉ៅរបស់ដៃគូនោះតាមបទពិសោធន៍របស់ខ្ញុំហ៊ានធានាថានោះអ្នកនឹងប្រកាសជាជោគជ័យបានកាន់តែលឿនកាលពីដំបូងខ្ញុំខ្លួនឯងនេះក៏ធ្លាប់មានតួនាទីជា sponsor របស់គេដែរនៅពេលនោះតម្រាំតែអាចចុះឈ្មោះសមាជិកបានប្រហែល 1000 នាក់ខ្ញុំត្រូវចំណាយពេលអស់ជិត1ឆ្នាំហើយខ្ញុំតែងតែគិតរហូតតើសមាជិកណាខ្លះត្រូវធ្លាក់កម្រៃជើងសារអ្នកណាខ្លះបានទទួលកម្រៃជើងសារហើយខ្ញុំតែងតែគិតនិងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះនៅពេលនោះខ្ញុំគឺជាប្រធានផ្នែកព័ត៌មានវិទ្យាព្រោះពេលនោះមិនតាន់មានបុគ្គលិកធ្វើការផ្នែកកុំព្យូទ័រនោះទេដោយនេះហើយខ្ញុំបានគណនាកម្រៃជើងសារនិងទទួលបន្ទុកផ្នែកគណនេយ្យក្នុងការទម្លាក់កម្រៃជើងសារផងដែរពេលនោះខ្ញុំតាំងចេញពីធ្វើការយ៉ាងលឿនគឺម៉ោង 2 ទៀបភ្លឺភាគច្រើនគឺធ្វើការដល់ម៉ោង 3 ទៀបភ្លឺឯណោះគឺខ្ញុំពិតជាប្រឹងប្រែងធ្វើការខ្លាំងមែនទែនហើយនៅចូលរួមសិក្ខាសាលាជាច្រើនផ្សេងទៀតដូចជានៅអ៊ុលសានប៊ូសាននិងនៅខ្វាំងជូជាដើមខ្ញុំតែងតែក្រោកម៉ោង 4 ភ្លឺគឺដើម្បីទៅដឹកសមាជិកតាមផ្ទះដើម្បីទៅចូលរួមសិក្ខាសាលាដើម្បីពួកគេអាចចូលរួមសិក្ខាសាលាបានគឺខ្ញុំដើរប្រមូលពួកគេម្ដងម្នាក់តែពេលនេះអាតូមីមិនពិបាកដូចមុននោះទេបច្ចុប្បន្ននេះនៅពេលដែលមានសមាជិករអ៊ូរតំថាអាជីវកម្មអាតូមីលំបាកឬក៏រអ៊ូថាមានបញ្ហាផ្សេងខ្ញុំចង់សួរទៅកាន់ពួកគាត់ថាតើចង់ត្រឡប់ទៅចាប់ផ្ដើមពីដំបូងជាមួយខ្ញុំដែរឬក៏អត់ទេការដែលចាប់ផ្ដើមពីដំបូងទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏ពួកយើងនៅតស៊ូជំនះវាដោយមិនរអ៊ូរតំនោះទេហើយយើងក៏អាចធ្វើវាបានយ៉ាងល្អផងដែរប្រសិនបើដៃគូខាងក្រោមរកចំណូលបានគឺត្រូវតែខំប្រឹងរហូតត្រូវខំប្រឹងឲ្យខ្លាំងជាងមុនទៅទៀតធ្វើបែបនេះអ្នកនឹងទៅមុខកាន់តែរលូនក៏ប៉ុន្តែប្រសិនបើអ្នកខិតខំប្រឹងប្រែងហើយតែអ្នកនៅខាងក្រៅមិនមានសកម្មភាពទេនោះត្រូវសួរខ្លួនឯងថាហេតុអ្វីគឺព្រោះតែគេរកចំណូលមិនបានដូចនេះហើយប្រសិនបើចង់ជោគជ័យត្រូវតែជួយពួកគេឲ្យរកចំណូលបានជាមុនសិនគឺត្រូវធ្វើឲ្យដៃគូរបស់យើងរកចំណូលបានច្រើន